ដោយសារតែបាត់ម៉ូតូរាល់ថ្ងៃពេកបងប្រុសគាត់បានដាក់អន្ទាក់ចាំចាប់ចោលដែលតែងតែលួចម៉ូតូរាល់ថ្ងៃនៅម្ដុំព្រែកលៀបនេះបញ្ជាក់បន្តិចមកមិញពេលដែលចាប់បានអាចោវ័យក្មេងហ្នឹងវាឲ្យអូនឯងអុចប្រេវាជក់មែនអូនណាវាអីលើកប៉ាទៅពេលខ្ញុំលុកទៅមានបរិយហើយមានជាពីមួយដកឲ្យវាទីរត់កេះវាថាវាមានតែបរិយតែអត់ដាច់កេះបាទវាអីឲ្យចោលតែបរិយអញ្ចឹងវាយកឲ្យកេះចាស់ផ្ទះគាត់យកកេះអុចឲ្យទៀតចូលមិញហ្នឹងដល់ពេលអញ្ចឹងវាជូរមាត់ពេកម្ចាស់ផ្ទះគាត់យកដាច់កេះហ្នឹងមកអុចឲ្យទៀតបាទដល់ពេលវាជក់បរិយឆ្ងាញ់អត់មិញឆ្ងាញ់ហ្មងចូលអានេះជក់បរិយឆ្ងាញ់ហ្មងក្មេងតែប៉ុណ្្នឹងមករយៈនេះគឺសង្កេតឃើញពាក់ព័ន្ធជាមួយនឹងករណីចោលក្មេងៗដើរលួចច្រើនណាបងប្អូនឃើញហើយនៅតាមវីដេអូបណ្ដាញសង្គមនេះមកតាមម្ចាស់ផ្ទះគាត់ថានៅប្លុកគាត់នេះអាសាបាត់ម៉ូតូបងប្អូនបាទនេះម៉ូតូរបស់ជនរងគ្រោះបាទដែលត្រូវបានចោលធ្វើសកម្មភាពលួចយកទៅហ្នឹងតែលួចអត់បានទេដោយសារតែម្ចាស់ម៉ូតូគាត់តាមទាន់វាទាញប្រៃឲ្យខ្ញុំឲ្យវាជក់ទៀតណាលួចម៉ូតូបងឯងពេលបងឯងចាប់បានហ្នឹងទាញប្រៃបងឯងជក់ទៀតទាញឲ្យវាជក់ហើយឃើញអានេះរឹកលោហីមែនពេលយើងចាប់វាបានអីដកយកបរិយមកសុំឲ្យបងឯងនឹងអុចបរិយឲ្យវាជក់ទៀតចូលអាចោលចិត្តទៅលើមកនេះបើអើមកនេះវាថាវាសាបមាត់វាប្រិមិត្តដោយសារតែបាត់ម៉ូតូរាល់ថ្ងៃពេកឥឡូវនេះប្អូនប្រុសគាត់បានដាក់អន្ទាក់ចាំចាប់ចោលដែលតែងតែលួចម៉ូតូរាល់ថ្ងៃនៅម្ដុំព្រែកលៀបនេះមកឲ្យប្អូនប្រុសអាចជម្រាបបានទេមិញនេះតើអាចោលនឹងចូលមកធ្វើសកម្មភាពលួចយកម៉ូតូនៅផ្ទះជួលនឹងយ៉ាងម៉េចដែរបងមិញខ្ញុំចូលមករៀងយប់ជ្រៅដែរមកខ្ទង់ម៉ោង1ជាងម៉ោង1ក្បែរកន្លះអីខ្ញុំចូលមកដល់ពេលហើយខ្ញុំទុកម៉ូតូនៅមុខបន្ទប់ហើយចំពេលហ្នឹងរដងដកតែលើកហ្នឹងអត់បានដករដងចាក់សោកទៀតអូតែថ្ងៃហ្នឹងអត់បានដកសោបាទអត់បានដកសោទៀតម៉ូតូមិញហ្នឹងចឹងអត់ទាន់បានដកសោទេបាទដល់ពេលបានដកសោទុកប្រហែល1នាទីបានអាចោលនឹងវាចូលមកឃើញអាកាសវាប្រងលួចយកទៅហ្នឹងអូនខ្ញុំចូលទៅលុបមុខប្រហែលជាខ្ញុំចូលអង្គុយលេងមួយសាយនៅលុបមុខហើយខ្ទង់20នាទីជាងម៉ូតូម៉ាក់អីដែរអូនHondaបងអូម៉ូតូក្នុងហ្នឹងអីបាទម៉ូតូនោះហ្នឹងអីបាទបងអូនឯងបងចូលទៅតិចបានទេអូនមកចូលបន្តិចមកបាទប្រិមិត្តបានឃើញម៉ូតូរបស់គាត់ទុកនៅខាងក្នុងផ្ទះជួលប្រិមិត្តបាទគាត់ទុកនៅក្នុងបន្ទប់ជួលហ្នឹងបាទគណៈពេលដែលទុកហ្នឹងបាទផ្លែតក៏ត្រូវបានចោលបាទចូលមកធ្វើសកម្មភាពប្រងយកលួចហ្នឹងម៉ូតូហ្នឹងដែលចោលប្រងលួចហ្នឹងអូនបាទអស់ចាញ់អូអូនឯងទុកសោនៅណាអូនមកវាប្រងលួចហ្នឹងនៅជាប់ម៉ូតូបងជួយប្រហែល1នាទីបានវាចូលមកលួចអូន20នាទីជាងដោយសារប្រហែលជាវាដើរមើលមកជុំតែអត់វាដើរមកលួចអូនឹងម៉ូតូរបស់ណៃផ្ទាល់ហ្មងអត់ទេបងម៉ូតូអ្នកនៅក្នុងអញ្ចឹងនៅមួយគ្នាមិនម៉ូតូណៃទេបាទអ្នកនៅមួយតែណៃខ្ចីគេជីបាទអូនេះមកប្រិមិត្តបាទគាត់ទុកម៉ូតូនៅមុខបន្ទប់ប្រិមិត្តបាទប្រហែលជាមិនដល់20នាទីផងអាចោលហ្នឹងបាទឃើញគាត់ភ្លេចសោបាទដើរមកប្រងយកលួចតើប្អូនពេលដែលឃើញចោលនោះចោលវាមកដល់វាធ្វើសកម្មភាពយ៉ាងម៉េចដែរប្អូនផ្ដើមម៉ូតូចេញតិចបងលបបងពេលដែលប្អូនឯងកំពុងតែភ្លេចសោហ្នឹងវាឃើញអាកាសល្អក៏ព្យាយាមលបចូលទៅផ្ដើមម៉ូតូចេញមកតិចបាទបងបាទដល់ពេលអូនឯងឃើញសកម្មភាពមិនបានចាប់ផ្ដើមស្ទុះទៅចាប់វាអូនឃើញវាបដាខ្ញុំរត់ចេញមកបងឃើញវាពងបដាម៉ូតូហ្នឹងរត់ចេញមកបងបាទផ្លូវទូចដែរលោតឡើងម៉ូតូដេញតាមវាដល់ក្នុងនោះអូតែពេលហ្នឹងរត់ដេញតាមវាដល់រៀងក្នុងរៀងភ័យដែរខ្លាចវាមានអីវិញខ្លាចមានគ្នាទៀតនៅហ្នឹងអាសាបាត់ម៉ូតូឯអូនដល់ម្ចាស់ផ្ទះគាត់ថាសាបាត់មើលបងសុំសួរបងតិចមើលបងម្ចាស់ផ្ទះជួលហ៎បងបាទនៅកន្លែងហ្នឹងអាសាបាត់ម៉ូតូប្រហែលប៉ុន្មានគ្រឿងតាមឲ្យដឹងច្រើនក៏នៅផ្ទះខ្ញុំ2 3គ្រឿងហើយផ្ទះនោះផែចូលច្រើនថា4 5គ្រឿងជុំម្លឹកហ្នឹងអាសាបាត់ម៉ូតូហ្មងបងបាទបាត់រហូតផ្ទះបងឯងបាត់ម៉ូតូប្រហែលប៉ុន្មានគ្រឿងឲ្យបញ្ជាក់ឲ្យច្បាស់មកបងប្រហែលជា3គ្រឿងបាទសិតតែអ្នកដែលមកជួលបន្ទប់ហ្នឹងបាទហើយឥឡូវគេអាអ្នកបាត់គេចេញអស់ហើយអូគេខឹងរឿងបាត់ម៉ូតូគេគេចេញជើងផ្ទះជួលគេនៅថាពីខែគេចេញទៅវិញហ្នឹងបាទមានអ្នកថ្មីមកជួលទៀតបាទហើយមើលបងមានអីស្នើសុំទៅសមត្ថកិច្ចដើម្បីពង្រឹងសមត្ថភាពតិចទេបងឲ្យសមត្ថកិច្ចយប់ឲ្យចល័តដើរមើលអញ្ចឹងណាឲ្យដល់ល្បាតរាល់យប់កុំឲ្យវាស្ងាត់ដល់ពេលស្ងាត់ទៅវាមានឱកាសចូលលួចទៀតបាទ3គ្រឿងហ្នឹងបាត់ប្រហែលខែបងបាត់ដូចជាមើលមកគ្រឿងទី1បាត់ខែណាបងផ្លេចហើយយូរហើយហើយជា2ឆ្នាំឆ្នាំទៅបាត់មួយគ្រឿងទៀតបាទយូរដែរអញ្ចឹងប្រហែលឆ្នាំហ្នឹងគឺបាត់រហូតហ្មងបាត់រហូតអូឥឡូវបងឲ្យស្នើសុំសមត្ថកិច្ចមើលដើម្បីឲ្យលោកជួយពង្រឹងសមត្ថភាពតិចមើលបងសូមឲ្យសមត្ថកិច្ចជួយដល់របាតទ្រាយប់បាទដើម្បីមើលទៅឃើញថាវាលួចចេញទៅយើងប៉ូលីសគាត់ឃើញបាទមិញហ្នឹងអាចោហ្នឹងវាមកដល់ធ្វើសកម្មភាពមិនបានមកចាស់ផ្ទះបងឲ្យចាប់បានបងខ្ញុំអត់បាន
នេះទៅមកចាំម៉ូតូនេះចាប់ អូ ខ្ញុំដល់ពេលហើយគេតេហៅខ្ញុំមក បាទ ចេញមកក្មេងវាដល់ពេលវាយវាទៅវាមិនតន់គ្រប់អាយុទេ អូអាយុប្រហែលប៉ុន្មានអាក្មេងមិញបង ហើយជាកន្ទង់3 10 4 10អីហ្នឹងក្មេង អានេះ3 4 10ធ្វើចោលបាត់ហើយហ្នឹង បាទវានេះវាជក់ថ្នាំអាហ្នឹង អូអានឹងជក់ថ្នាំដែរបងណា ខ្ញុំ ខ្ញុំមកលួចម៉ូតូហ្នឹងយកទៅលុយជក់ថ្នាំហ្មង បាទ បញ្ជាក់មកបន្តិចមកមិញពេលដែលចាប់បានអាចៅវ័យក្មេងហ្នឹងវាឲ្យអូនឯងអុចប្រេវាជក់មែនអូនណា បាទឲ្យវាថាវាក្លៀនវាអត់មិនហ្មងវាអីលើកប៉ាទៅពេលខ្ញុំលុកទៅមានបរិយហើយមានចាពីមួយតែពេលវាលុកយកបរិយហើយវាដកហើយវាទារឲ្យកេះ ជួយវាន័យថាវាមានតែបរិយតែអត់ដាច់កេះ បាទវាអីមិនហ្មងឲ្យចោលតែបរិយអញ្ចឹងវាយកឲ្យកេះចាស់តែគាត់យកដូចកេះអុចឲ្យទៀត ជួយមិញហ្នឹងដល់ពេលអញ្ចឹងវាជូរមាត់ពេកម្ចាស់ផ្ទះគាត់យកដាច់កេះហ្នឹងមកអុចឲ្យទៀត បាទ ដល់ពេលវាជក់បរិយឆ្ងាញ់អត់មិញហ៎ ឆ្ងាញ់ហ្មង ជួយអានេះជក់បរិយឆ្ងាញ់ហ្មងក្មេងតែប៉ុណ្្នឹង បាទ មើលបងម្ចាស់ផ្ទះបងសុំសួរម៉ាត់មើលបងមើលអ្នកអុចបរិយឲ្យអាក្មេងមិញផ្ទាល់មើលអុចអាក្មេងចៅមិញហ្នឹងមកអុចឲ្យមិញហ្នឹងមិនបានទៅកាន់ដាច់កេះអុចឲ្យវាបង វាឃ្លានមើលទៅអាណិតវា អាណិតចៅដែរបងណា បាទ អាណិតចៅក៏ទៅអុចបរិយឲ្យចៅជក់ទៀត បាទ បើអុចទៅវានិយាយថាម៉េចបង និយាយអូយអាហ្នឹងកោ ហើយវាមិនជក់ទៅឆ្ងាញ់អត់បងមើលទៅ ជក់ឆ្ងាញ់ ជក់ឆ្ងាញ់ហ៎ បាទ តំណងហ្មងហ៎ បាទ អូវាកោទៀតមិញហ្នឹង កោ ចាអានេះកោចេះលួចគេ វាអត់អីវាស្រួលវាជក់ថ្នាំអត់លុយជក់ថ្នាំអញ្ចឹងវាចាដើរលួចហី មិញវាបឺតបរិយឆ្ងាញ់អត់បងមើលទៅ ឆ្ងាញ់ណាបើជក់តំណង វាធ្វើម៉េចបងវាធ្វើម៉េច វាដាក់ឲ្យវាផុយ អូឆ្ងាញ់ហ្មងបងណា បាទ អូអានេះដល់កហ្មង អាណិតចៅជក់ដូចអុចបរិយឲ្យចៅទៀត បាទ បើមានអីនិយាយទៅកាន់អាចៅហ្នឹងតាមសេចក្តីអាណិតបងហ្នឹង ចាប់ទៅពេលចេញវិញឲ្យវាឈប់លួចទៅវានៅក្មេងឲ្យរកមុខរបរផ្សេងទៅ ចេញមកវិញអត់ការងារធ្វើវាលួចទៀតហើយបងអើយ ដល់លួចទៅចាប់បានអាហ្នឹងតាមដំណើរទៅហ្នឹង បាទនេះប៉ះចំបងហើយម្ចាស់ផ្ទះចិត្តចិត្តធွာណា បាទ ប៉ះចំគេចិត្តអត់ធွာផ្ទះផងផ្ទះដៃផងផ្ទះជើងផងហ៎ មកពីវារៀងក្មេងវិញដល់ពេលអញ្ចឹងអត់ដាច់ចិត្តវាយវា បាទ វា រាល់ថ្ងៃពួកអាមនុស្សចាស់ហ្នឹងវាប្រើតែក្មេងៗហ្នឹងដោយសារវាដឹងថាមនុស្សចាស់អត់វាយក្មេងមកយល់ទេ បាទបាទ បើមើលឃើញហ៎ឥឡូវចាប់ផ្ដើមមានសកម្មភាពចោលក្មេងៗដើរលួចទូរស័ព្ទដើរលួចកាបូបលុយដើរលួចនេះលួចនោះតាមផ្ទះហើយបើតាមខ្ញុំមើលតាមវីដេអូដែលបងប្អូនប្រជាពលរដ្ឋធ្លាប់ថតបានគឺមានពួកអាមនុស្សធំហ្នឹងអាមនុស្សចាស់ហ្នឹងដែលបង្កើតក្រុមក្មេងៗដើរលួចគេហ្នឹងមកយល់ទេអញ្ចឹងសង្ឃឹមថាសមត្ថកិច្ចគាត់នឹងស្រាវជ្រាវដើម្បីតាមចាប់អាមនុស្សចាស់ដែលនៅពីក្រោយខ្នងក្មេងៗទាំងអស់ហ្នឹង បាទបាទ បើឃើញឥឡូវមួយរយៈហ្នឹងឃើញក្មេងៗចោលច្រើនដើរលួចកាបូបលុយដើរលួចទូរស័ព្ទតាមផ្ទះហ្មងចូលលួចឆៅមកផ្ទះលួចចាប់រួយដូចមួយថ្ងៃអញ្ចឹងអីវាចូលលួចឆៅហ្មង អូតែប្រហែលមិនបានទេ បាទ ប្រហែលចូលលួចហើយ បាទអញ្ចឹងកុំសូវនេះពេកបងចាប់វាបានបាច់អុចបរិយវាទេអានេះយើងយកវាឲ្យប៉ូលីសបាទបើវាឃ្លានបរិយជក់ខ្លាំងឲ្យវាទៅជក់នៅក្នុងគុកទៅបាទអរគុណបងប្អូនសម្រាប់ការទស្សនាមានចំណុចណាខុសឆ្គងសង្ឃឹមថាបងប្អូននឹងយកយកអធិស្ឋានជាពិសេសសង្ឃឹមថាសមត្ថកិច្ចលោកនឹងធ្វើការស្រាវជ្រាវអាអ្នកនៅពីក្រោយខ្នងករណីក្មេងៗដែលកំពុងតែដើរលួចយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញហ្នឹងប្រិមិត្តបានឃើញមករយៈនេះក្មេងៗដើរលួចកាបូបលុយលួចទូរស័ព្ទបាទនឹងលួចយកម៉ូតូបាទនៅតាមបណ្ដាខណ្ឌនានាខ្ញុំឃើញបងប្អូនប្រជាពលរដ្ឋបរោះច្រើនណាបាទជាក់ស្ដែងដូចយប់មិញប្រិមិត្តបានឃើញហើយបាទលួចគេឲ្យគេចាប់បានហើយវាជេរប្រមាថរវាយទាំងអ្នកដែលជាជនរងគ្រោះទៀតអរគុណ